ថ្នាក់ដឹកនាំបុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យកាឡាម៉ែតរួមនឹងសិស្សនិស្សិតជាច្រើនរូបរួមគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រចាំឆ្នាំ2026ក្រោមប្រធានបទឆ្នាំនេះគឺផ្ដល់ឈាមផ្ដល់ក្តីសង្ឃឹមយើងរួមគ្នាសង្គ្រោះជីវិតការបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រចាំឆ្នាំ2026ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងមន្ទីរពេទ្យកាឡាម៉ែតនិងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនិងបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី20ខែមិនិនាឆ្នាំ2026នៅមន្ទីរពេទ្យកាឡាម៉ែតរាជធានីភ្នំពេញលោកជំទាវជឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One More Group Vital បានមានប្រសាសន៍ថាជាការពិតណាស់ការបរិច្ចាគឈាមមិនមែនគ្រាន់តែជាការជួយសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេប៉ុន្តែជាការផ្ដល់នូវក្តីសង្ឃឹមដល់ក្រុមគ្រួសារនៃជនរងគ្រោះគ្រប់រូបបុព្វហេតុនេះហើយ Vital បានចាប់ផ្ដើមបេសកកម្មលើកិច្ចការងារមនុស្សធម៌ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតាមរយៈមូលនិធិ25រៀលរបស់ Vital ចាប់ពីបដិសន្ធិជិត2ទសវត្សរ៍មកដល់ពេលនេះ Vital នៅតែបដិញ្ញាបន្តរួមចំណែកសកម្មភាពដ៏ប្រពៃនេះជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមព្រោះបច្ចុប្បន្នកាលលោកជំទាវយល់ថាឈាមមិនអាចផលិតដោយរោងចក្របានទេមានតែការបរិច្ចាគការលះបង់មួយចេញពីក្រអៅបេះដូងនិងរាងកាយរបស់មនុស្សជាតិឯកឧត្តមសាស្ត្រាចារ្យគង់សន្យាអគ្គនាយកមន្ទីរពេទ្យកាឡាម៉ែតនេះគឺជាលើកទី12ហើយនៃយុទ្ធនាការមនុស្សធម៌ដ៏ប្រពៃដែលមន្ទីរពេទ្យកាឡាម៉ែតតែងតែរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្នឯកឧត្តមសាស្ត្រាចារ្យគង់សន្យាបន្តថាកម្មវិធីនេះមិនមែនគ្រាន់តែជាកម្មវិធីបរិច្ចាគឈាមធម្មតានោះទេប៉ុន្តែគឺជាសក្ខីភាពនៃសាមគ្គីភាពនិងទឹកចិត្តមេត្តាធម៌របស់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលថ្នាក់ដឹកនាំមន្ទីរពេទ្យកាឡាម៉ែតព្រមទាំងមន្ត្រីរាជការនិងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរួមទាំងបងប្អូនសប្បុរសជននានាដែលជាក្រុមគ្រួសារនិងសាច់ញាតិរបស់អ្នកជំងឺដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ការព្រួយបារម្ភទឹកចិត្តលះបង់និងការស្វាស្វែងប្រើគ្រប់វិធីសាស្ត្រព្យាបាលក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថាការបរិច្ចាគឈាមគឺជាសកម្មភាពវីរភាពព្រោះអ្នកផ្ដល់ឈាមគ្រប់រូបគឺជាអ្នកផ្ដល់ជីវិតនិងជាអ្នកសាបព្រោះក្តីសង្ឃឹមថ្មីជូនអ្នកជំងឺដែលមានតម្រូវការលោហិតដែលចេញពីរាងកាយរបស់អ្នកបរិច្ចាគគ្រប់រូបនឹងក្លាយជាឱសថដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់សង្គ្រោះជីវិតបងប្អូនជនរួមជាតិដែលកំពុងស្ថិតក្នុងស្ថានភាពអាសន្ននៅតាមមន្ទីរពេទ្យនានាឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកនៃមន្ទីរពេទ្យកាឡាម៉ែតដែលបានរក្សានៅប្រពៃណីដ៏ល្អប្រពៃនេះជារៀងរាល់ឆ្នាំជាពិសេសការបរិច្ចាគឈាមធ្វើឡើងនៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងជិតឈានមកដល់នាពេលខាងមុខនេះ